អុកញ៉ាម្នាក់យករូបកងទ័ពទៅផុសថាជួយលុយ$500ហើយឲ្យកងទ័ពនោះឡើងមកភ្នំពេញដើម្បីយកលុយ$500ស្រាប់តែកងទ័ពឡើងមកដល់ភ្នំពេញហើយអុកញ៉ារូបនោះបែរជានិយាយថាឃើញកងទ័ពយើងមានគេជួយច្រើនហើយអញ្ចឹងទេលុយ$500នេះអុកញ៉ាសុំទុកវិញហើយដោយនៅក្នុងនោះលោកអឹមជីវ៉ាក៏បានប្រលះចំដូចនេះថាហើយអ្វីបានជាអុកញ៉ាឯងយករូបវីរៈកងទ័ពទៅផុសថាជួយលុយដល់ពេលគ្នាខំមកពីព្រំដែនមកយកលុយដល់ភ្នំពេញស្រាប់តែអត់លុយឲ្យគេដល់ពេលគេដឹងរឿងថាគេតាមខំលេងខូចគេណាលោកជំទាវបើឃើញជំទាវនឹងឡាយបកស្រាយកុំជឿមនុស្សនេះពូកែកុហកនិងពូកែល្បិចណាស់ហើយក៏ពូកែសម្ដែងដែរដូច្នេះហៅថាជំទាវបិសាចអង្សរបើជួនោះគឺចប់ហើយនៅក្នុងនោះផងដែរលោកអឹមជីវ៉ាក្រោយពីដឹងថាវីរៈកងទ័ពរបស់យើងមិនបានលុយជំនួយពីលោកជំទាវនោះទេស្រាប់តែលោកអឹមជីវ៉ាបានប្រកាសថាលោកអឹមជីវ៉ានឹងជួយកងទ័ពទាំងពីរនោះចំនួន$1,100ដោយនៅក្នុងនោះលោកអឹមជីវ៉ាក៏បានប្រកាសប្រម៉ែប្រមូលលុយនៅតាម Facebook ផងដែរបាទចឹងបងប្អូនដឹងហើយថាបើលោកអឹមជីវ៉ាបាទគឺពិតជាមានចិត្តល្អខ្លាំងមែនទែនបាទក្រោយពីដឹងដំណឹងមកថាបើលោកជំទាវដែលមានចិត្តអប្រិយនោះបាទភូតផកុហកថាឲ្យលុយកងទ័ពចំនួន$500ប៉ុន្តែកងទ័ពនោះបាទគាត់បានឡើងមកដល់ភ្នំពេញហើយប៉ុន្តែមិនបានឲ្យលុយកងទ័ពទេបែរជាទុកលុយនោះវិញបាទអញ្ចឹងទេលោកអឹមជីវ៉ាក៏បានចំណាយថវិកាផ្ទាល់ខ្លួននិងលុយមួយចំនួនដែលបងប្អូនចូលរួមតាមបណ្ដាញសង្គម Facebook បាទចំនួន$1,100បាទជួយដល់វីរៈកងទ័ពរបស់យើងបាទអញ្ចឹងលោកអឹមជីវ៉ាគឺពិតជានិយាយបាទពិតជាធ្វើនិងពិតជួយពិតប្រកបមិនដូចអ្នកខ្លះទេបាទគាត់និយាយហើយគឺគាត់បាទបែរជាក្រឡាស់ដៃទៅវិញបងប្អូនបាទថាជួយលុយ$500ហើយឲ្យកងទ័ពនោះឡើងមកភ្នំពេញដើម្បីយកលុយ$500ស្រាប់តែកងទ័ពឡើងមកដល់ភ្នំពេញហើយអុកញ៉ារូបនោះបែរជានិយាយថាឃើញកងទ័ពយើងមានគេជួយច្រើនហើយអញ្ចឹងទេលុយ$500នេះអុកញ៉ាសុំទុកវិញហើយដោយនៅក្នុងនោះលោកអឹមជីវ៉ាក៏បានប្រលះចំដូចនេះថាហើយអ្វីបានជាអុកញ៉ាឯងយករូបវីរៈកងទ័ពទៅផុសថាជួយលុយដល់ពេលគ្នាខំមកពីព្រំដែនមកយកលុយដល់ភ្នំពេញស្រាប់តែអត់លុយឲ្យគេដល់ពេលគេដឹងរឿងថាគេតាមខំលេងខូចគេណាលោកជំទាវបើឃើញជំទាវនឹងឡាយបកស្រាយកុំជឿមនុស្សនេះពូកែកុហកនិងពូកែល្បិចណាស់ហើយក៏ពូកែសម្ដែងដែរដូច្នេះហៅថាជំទាវបិសាចអង្សរបើជួនោះគឺចប់ហើយនៅក្នុងនោះផងដែរលោកអឹមជីវ៉ាក្រោយពីដឹងថាវីរៈកងទ័ពរបស់យើងមិនបានលុយជំនួយពីលោកជំទាវនោះទេស្រាប់តែលោកអឹមជីវ៉ាបានប្រកាសថាលោកអឹមជីវ៉ានឹងជួយកងទ័ពទាំងពីរនោះចំនួន$1,100ដោយនៅក្នុងនោះលោកអឹមជីវ៉ាក៏បានប្រកាសប្រម៉ែប្រមូលលុយនៅតាម Facebook ផងដែរបាទចឹងបងប្អូនដឹងហើយថាបើលោកអឹមជីវ៉ាបាទគឺពិតជាមានចិត្តល្អខ្លាំងមែនទែនបាទក្រោយពីដឹងដំណឹងមកថាបើលោកជំទាវដែលមានចិត្តអប្រិយនោះបាទភូតផកុហកថាឲ្យលុយកងទ័ពចំនួន$500ប៉ុន្តែកងទ័ពនោះបាទគាត់បានឡើងមកដល់ភ្នំពេញហើយប៉ុន្តែមិនបានឲ្យលុយកងទ័ពទេបែរជាទុកលុយនោះវិញបាទអញ្ចឹងទេលោកអឹមជីវ៉ាក៏បានចំណាយថវិកាផ្ទាល់ខ្លួននិងលុយមួយចំនួនដែលបងប្អូនចូលរួមតាមបណ្ដាញសង្គម Facebook បាទចំនួន$1,100បាទជួយដល់វីរៈកងទ័ពរបស់យើងបាទអញ្ចឹងលោកអឹមជីវ៉ាគឺពិតជានិយាយបាទពិតជាធ្វើនិងពិតជួយពិតប្រកបមិនដូចអ្នកខ្លះទេបាទគាត់និយាយហើយគឺគាត់បាទបែរជាក្រឡាស់ដៃទៅវិញបងប្អូនបាទ